កង់ទី1ទិញផ្កាឈូកបានហើយក៏ដើរទៅថ្វាយបង្គំព្រះអង្គជេកព្រះអង្គចោមនៅជិតស្ពានព្រះរាជដំណាក់នោះដើរមកមុខបន្តិចមកឃើញយាយគាត់កំពុងតែលក់ផ្លែចំបក់ក្រឹបចំបក់ហើយក៏ទិញបានមួយថង់គេចូលមកដល់កន្លែងព្រះអង្គជេកព្រះអង្គចោមទិញផ្កាឈូកទិញធូបបានក៏មករកអុជធូបសំពះព្រះអង្គជេកព្រះអង្គចោមម្ដងដោយសារទៅប្រមាណដងហើយយើងក្លឹបបនដែរអញ្ចឹងហើយយើងទៅអុជធូបសំពះអរគុណព្រះអង្គជេកព្រះអង្គចោមម្ដងហើយក៏មនុស្សច្រើនណាស់ដែរហើយចំថ្ងៃសិលគេថ្វាយភ្លេងព្រះអង្គជេកព្រះអង្គចោមហើយនៅជុំវិញបរិវេណកន្លែងព្រះអង្គជេកព្រះអង្គចោមហ្នឹងគេធ្វើកន្លែងបិទចិត្តអស់ហើយកន្លែងនឹងសពថ្ងៃស្រួល